បងប្អូនមកពិនិត្យមើលតំណាំត្រប់ទាំងអស់គ្នាអញ្ចឹងតាមការអង្កេតរបស់ខ្ញុំនេះយើងមើលពីខាងក្រៅទៅមានសត្វល្អិតវាបានចូលមកហើយវាកំពុងតែជក់នៅសារធាតុចិញ្ចឹមណាអញ្ចឹងតើប្រភេទអីខ្លះដែលវាកំពុងតែធ្វើឲ្យតំណាំយើងវាលក្ខណៈបែបហ្នឹងណាអញ្ចឹងយើងទៅមើលទាំងអស់គ្នាវានៅខាងក្រោមនៃផ្នែកនៃស្លឹកនេះបាទទីមួយគឺពពួកមកមានបៃតងនេះបងប្អូនអ្នកគ្នាឃើញនៅកន្លែងស្លឹកហ្នឹងបាទតំណងនៅស្លឹកហ្នឹងយើងមើលឃើញមានបាទសរសៃវាហ្នឹងអញ្ចឹងមានពួកមកមានថ្នោតវានៅក្រោមហ្នឹងឯងហើយវាសង្ងំវានៅជក់សារធាតុចិញ្ចឹមហើយមិនតែមកស្លឹកហ្នឹងទេនេះបងប្អូនអ្នកគ្នានេះមានទៀតណាពេលយើងនេះទៅវាផ្អើលហើយមានរុយសទៀតបងប្អូននេះរុយសតិចតួចឯងបាទឥឡូវយើងមើលបន្តទៀតនេះរុយសវារឿងតូចបន្តិចរឿងពិបាកមើលបងប្អូននេះប៉ុន្តែយើងមើលត្រួយនៃស្លឹកហ្នឹងគឺមានពួកហ្នឹងឯនេះបាទតូចទេតែត្រួយហ្នឹងវាផ្អើលហើបាត់អញ្ចឹងណាប៉ុន្តែតមកវាមកវិញអញ្ចឹងនេះកាត់ណាពេលវាបំផ្លាញគឺបែបនេះវាក្តោបអញ្ចឹងវាមិនធំតែមកតែប៉ុណ្ណឹងទេវាមិនមែនតែស៊ីហើយក៏មិនមែនតែជួបប៉ុណ្ណឹងទេវាចម្លងជាភ្នាក់ងារចម្លងមេរោគមួយធ្វើឲ្យតំណាំយើងបាត់បង់ការលូតលាស់អញ្ចឹងណាវាអត់សូវល្អទេហើយអញ្ចឹងដំណាក់កាលនេះវាឃើញវាផ្កាប៉ុន្តែវាជក់ហើយវាក្រៀមទៅវិញនេះហើយបើមានផ្លែក៏អាចនឹងខូចទៅវិញដែរព្រោះវាស្រូបបឺនជក់នៅសារធាតុចិញ្ចឹមណា